យន្តហោះដែលបាត់នៅក្នុងប្រទេសឥណ្ឌូនេស៊ីកាលពីថ្ងៃសុក្រនេះគឺជាយន្តហោះធុនតូចផលិតនៅកាណាដាមានដឹកអ្នកដំណើរ7នាក់ព្រមទាំងអ្នកបើកបរនិងអ្នកបម្រើការលើយន្តហោះ3នាក់យោងតាមមន្ត្រីអ្នកនាំពាក្យក្រសួងដឹកជញ្ជូនឥណ្ឌូនេស៊ីយន្តហោះនេះបានបាត់ការតាក់ទងនៅក្រៅពេលហោះចេញពីព្រលានយន្តហោះបានតែប៉ុន្មាននាទីប៉ុណ្ណោះហើយបាត់ការតាក់ទងដោយគ្មានអសញ្ញាអាសន្នអ្វីទាំងអស់អាជ្ញាធរឥណ្ឌូនេស៊ីបានដឹងថាប្រតិបត្តិការតាមស្វែងរកយន្តហោះនេះបានចាប់បើកធ្វើភ្លាមៗកាលពីថ្ងៃសុក្រហើយបានចាប់ផ្ដើមបើកធ្វើសារជាថ្មីនៅព្រឹកថ្ងៃសៅរ៍នេះដោយមានទាំងការស្វែងរកពីលើអាកាសនិងការស្វែងរកនៅលើដីយន្តហោះនិងអធិបតេយ្យជាច្រើនគ្រឿងព្រមទាំងទាហានជាង100នាក់ត្រូវបានឥណ្ឌូនេស៊ីដាក់ពង្រាយនៅក្នុងប្រតិបត្តិការស្វែងរកយន្តហោះដែលបាត់នេះហេតុការណ៍បាត់យន្តហោះនេះគឺជាហេតុការណ៍ថ្មីមួយទៀតដែលមកបន្ថែមពីលើបញ្ហាសុវត្ថិភាពផ្លូវអាកាសរបស់ឥណ្ឌូនេស៊ីដែលកំពុងតែមានប្រវត្តិមិនល្អស្រាប់គ្រាន់តែក្នុងរយៈពេល1ឆ្នាំកន្លងទៅនេះគេសង្កេតឃើញមានគ្រោះថ្នាក់យន្តហោះធំៗចំនួន3លើករួចមកហើយដែលបានកាត់មានឡើងនៅក្នុងប្រទេសឥណ្ឌូនេស៊ីទី1គឺការធ្លាក់យន្តហោះ Air Asia កាលពីខែធ្នូដែលបណ្ដាលឲ្យមនុស្សស្លាប់162នាក់ទី2គឺការធ្លាក់យន្តហោះដឹកអ្នកដំណើរក្នុងស្រុកកាលពីខែសីហានៅតំបន់ប៉ាពូអាស៊ីដែលសម្លាប់មនុស្ស54នាក់និងការធ្លាក់យន្តហោះមួយទៀតគឺធ្លាក់យន្តហោះដឹកជញ្ជូនយោធាដែលបណ្ដាលឲ្យមនុស្សស្លាប់100នាក់កាលពីខែមិថុនាគួររំលឹកឡើងវិញផងដែរថាកាលពីឆ្នាំ2014កន្លងទៅនេះឥណ្ឌូនេស៊ីត្រូវបានទីភ្នាក់ងារអាកាសចរស៊ីវិលរបស់អង្គការសហប្រជាជាតិចាត់បញ្ចូលទៅក្នុងចំណោមប្រទេសដែលជាប់ចំណាត់ថ្នាក់អន់បំផុតនៅក្នុងវិស័យសុវត្ថិភាពផ្លូវអាកាស